Cô lọ tại bóng đi chỉ phun mu sang kính cô kêu sát phó hay nó cá phó sát tại bóng và sự đấy bộ máy bóng chỉ cả score tầm cái này tại banផលិតដំណាំទុរេនដែលបានផ្កានៅវ័យ30ថ្ងៃប៉ុណ្ណេះហើយថ្ងៃនេះបងសូមធ្វើវីដេអូមួយតាមដានក្រោយពេលដែលប្រើប្រាស់ជាមួយនឹងបាញ់បំពន់ផ្ការបស់ខាងផលិតផលស្ដេចដំរីខៀវគឺថាផ្កានេះឆ្លោះល្អតែបងនេះជាពូជមូសាំងឃីងពូខៀវស្អាតឆ្លោះហើយនៅផ្កាឆ្លោះស្អាតតែបងសម្រាប់ពុក9ដែលខាងបងប្រើវគ្គដែលបំពន់ផ្កានេះគឺមានបូរ៉ុន1ដបបូកជាមួយនឹង Super VS 1លីត្របូកជាមួយនឹងនីតាបំពន់ផ្កា1លីត្រលាយជាមួយនឹងទឹក1000លីត្រចំពោះទឹក1000លីត្រគឺពុកម៉ែបងប្អូនមកបាញ់ជាមួយនឹងលើផ្កាលើពោះងាយហើយនឹងលើស្លឹកបាញ់ទាំងក្នុងទាំងក្រៅដើម្បីបំពន់ផ្កាឲ្យវាធ្លាប់ឲ្យវាធំល្អបែបនេះដើម្បីធ្វើឲ្យផ្កាហ្នឹងពេលដែលរីកវាស្រោបគ្នានៅវគ្គដែលបែកខិនទឹកពោប៉ុន្តែយើងត្រូវបាញ់បំពន់វានៅវគ្គ25ថ្ងៃឬក៏30ថ្ងៃមួយជើងសិនដើម្បីឲ្យផ្ការបស់ដំណាំពុកម៉ែបងប្អូនហ្នឹងគឺវាធ្លាប់ហើយសំដងផ្កាមាំពុកម៉ែបងប្អូនស្រាប់ហើយគឺសំដងផ្កាមាំតែម្ដងហើយចំនួនគ្រាប់ផ្កាគឺច្រើនមាំល្អសម្រាប់ពុកម៉ែបងប្អូនដែលចង់ប្រើប្រាស់អាចតាក់ទងជាមួយនឹងដេប៉ូនៅជិតពុកម៉ែបងប្អូនឬក៏ខាងទីផ្សារឬក៏ជាមួយខ្ញុំផ្ទាល់ដើម្បីសិក្សាបន្ថែមនៅការថែទាំផ្ការបស់ពុកម៉ែបងប្អូនបន្តសម្រាប់លេខទូរស័ព្ទបងប្អូនគឺ015 50 30 93សូមអរគុណ